កូរ៉េខាងជើងថ្កោលទោសការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ជាទង្វើបំពានធម្មនុញ្ញ UN កូរ៉េខាងជើងនៅថ្ងៃច័ន្ទទី23 ខែមិថុនាបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ដោយហៅថាជាទង្វើបំពានធម្មនុញ្ញអង្គការសហប្រជាជាតិនិងចោទថាភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបង្កឡើងដោយសារអ៊ីស្រាអែលនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នេះជាការអត្ថាធិប្បាយដំបូងបំផុតរបស់កូរ៉េខាងជើងចាប់តាំងពីសហរដ្ឋអាមេរិកបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅមកកូរ៉េខាងជើងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិកដែលជាទង្វើបំពានធម្មនុញ្ញ UN ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យនៅបណ្ដាប្រទេសដទៃនេះជាការលើកឡើងរបស់អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដោយបន្ថែមថាភាពតានតឹងសពថ្ងៃក្នុងតំបន់មជ្ឈិមបូព៌ាគឺបង្កឡើងដោយអ៊ីស្រាអែលដែលគិតតែពីប្រយោជន៍ខ្លួនឯងនិងធ្វើសង្គ្រាមពង្រីកទឹកដីឥតឈប់ឈរគូបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យទី22 ខែមិថុនាបាននិយាយថាការវាយប្រហាររបស់ខ្លួនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ប៉ុន្តែបានអះអាងថាវ៉ាស៊ីនតោនគ្មានបំណងចង់បដូររបបដឹកនាំនៅអ៊ីរ៉ង់នោះទេ